con ảnh ăn vọt tam cả bọc trong bán cứ cả được trong cái lại vậy nó anh ấy dương mẹp dương mình sơ miền pil từ để thai vía cứ dương đã thôn từ lưỡi trong máu còn là bồn nhỏ hết dương đã trên này ở xí chỉ cả sai vậy mà ngày đi nhom tranh bị tổ mới cứ nhom bạc cạch thầy cầm dẹt bọc nhom mà để trong đòn bàn nòng ăn cha bọc nhom nắng ngàyនេះខ្ញុំនឹងយកវាមកប្រកាត់ដើម្បីធ្វើជាវីដេអូបង្ហាញជូនបងប្អូនបានទស្សនាបាទហើយចំពោះមេនិងឈ្មោលគឺប្រប៉ិនគ្នាបងប្អូនណាយើងអត់ដឹងថាវារួចចូលទៅក្នុងអាងហ្នឹងតាំងពីពេលណាទេតែដល់ពេលហើយវាមានមកគូអញ្ចឹងបាទនេះគឺមេបងប្អូនណាមេនេះគឺពណ៌ស្វាយបាទពណ៌ស្វាយកាមេរ៉ាចាប់អត់ច្បាស់បាទនេះឈ្មោះឡើងពណ៌យ៉ាងបែកស្វាយយ៉ាងបែកទុយចេកបាទស្វាយបែកទុយចេកអញ្ចឹងខ្ញុំនឹងធ្វើការបង្ហាញជូនបងប្អូនដល់ខ្ញុំយកត្រីយៈទាំងពីរនេះទៅប្រកាន់ជាមួយគ្នាខ្ញុំធ្វើការដួសត្រីរបស់យើងយកទៅបាទត្រីនេះគឺធំមែនតើបាទហើយបើឲ្យថាលេខហ្នឹងមិនដឹងថាលេខប្រមាណទេខ្ញុំក៏មិនដឹងថាត្រូវដាក់លេខប្រមាណទេព្រោះវាធំពេកនេះឃើញទេបាទធំមែនតើអញ្ចឹងខ្ញុំធ្វើការដួសទាំងពីរទៅហ្មងជាមួយគ្នាបាទនេះបងប្អូនឃើញប្រប៉ិនគ្នាណាបាទនេះបានច្បាស់បងប្អូនមើលទៅឃើញទេធំមែនតើនេះគឺកំពូលត្រីហើយបាទញីមួយឈ្មោលមួយនៅហ្នឹងបាទនេះអញ្ចឹងខ្ញុំនឹងធ្វើវីដេអូបង្ហាញជូនបងប្អូននេះប៉ិនគ្នាល្អណាស់បាទអញ្ចឹងខ្ញុំធ្វើការប្រកាសនៅក្នុងសំណុកមួយនេះបាទអាងពុកស្នោមួយនេះគឺវាធំទលាយសម្រាប់ពួកវាត្រីធំយើងដាក់ឲ្យធំទលាយបន្តិចបាទយ៉ាអួតគ្នាបាទញីអួតឈ្មោលអួតញីហ្នឹងអញ្ចឹងត្រីនេះប្រហែលជាអាចនឹងពងកូនលឿនខ្ញុំរៀបចំសបុកឲ្យពួកវាតិចសិនបាទអញ្ចឹងយើងត្រូវថែមស្មៅទឹកមួយទៀតហើយចំពោះខ្ញុំចង់ធៀបវាមកយប់ឥឡូវនេះម៉ោង 4 កន្លះល្ងាចចង់ធៀបវាមកយប់ចោលទុកពេលវេលាឲ្យវាធ្វើពពុះឲ្យបានស្អាតហើយចាំលែងមេចូលបាទចាំប្រឡែងមេឲ្យនៅជាមួយឈ្មោះអញ្ចឹងទៅឲ្យវាមានពេលធ្វើពពុះខ្ញុំរៀបចំសបុកឲ្យវាសិនបាទខ្ញុំយកស្មៅទឹកមកដាក់ឲ្យវាបាទនេះស្មៅទឹកខ្ញុំប្រើច្រើនតោកតិចទៅសារវាសបុកនេះវាធំទលាយអញ្ចឹងខ្ញុំប្រើស្មៅទឹករៀងច្រើនតោកបន្តិចអញ្ចឹងបន្ទាប់ពីខ្ញុំដាក់ស្មៅទឹកហើយខ្ញុំធ្វើការធៀបដោយខ្ញុំក្រុងមេរបស់យើងនៅក្នុងកំប៉ុងនេះបាទដើម្បីទុកឱកាសឲ្យឈ្មោះរបស់យើងនឹងធ្វើពពុះឲ្យបានល្អចាំយើងប្រឡែងមេឲ្យវាជួបគ្នាបាទអញ្ចឹងវិធីប្រកាសរបស់យើងគឺវាដដែលទេហនសារនេះខ្ញុំត្រីនេះគឺកម្រិតត្រីជាហើយវាធំមែនតើធ្វើអញ្ចឹងហើយវាខ្ញុំក្របវាបានចិត្តបាទចិត្តអញ្ចឹងទៅហើយព្រឹកស្អែកខ្ញុំនឹងមកបើកមើលថាវាបានធ្វើពពុះឬមួយក៏វាមិនធ្វើពពុះយើងពិនិត្យជាក់ស្ដែងទាំងអស់គ្នាអញ្ចឹងចាំស្អែកមកមើលបន្តទៀតបាទអរគុណបាទបងប្អូនឥឡូវនេះពេលព្រឹកហើយខ្ញុំមកបើកមើលតែកំយ៉ាក់របស់ខ្ញុំមកគូដែលខ្ញុំបានដាក់ប្រកាត់ពីល្ងាចមិញបង្ហាញជូនពុកម៉ែបងប្អូនអញ្ចឹងយើងបើកមើលទាំងអស់គ្នាបាទត្រីនេះអូនេះបងប្អូនពពុះអែមទៅនេះបងប្អូនឃើញទេបាទពុះមកអែម
ឥឡូវពេលដែលឃើញពពុះចឹងហើយគឺខ្ញុំធ្វើការលែងមេចូលហើយបងប្អូនណាបាទនេះខ្ញុំលែងមេឲ្យវាទៅជួបជាមួយបាយឥឡូវវាចាប់ដើមដេញអួតហើយនេះឃើញទេបងមើលក្បាលដូចមេបឹងដូចត្រីឆ្ដោអញ្ចឹងបាទអត់តោះឥឡូវយើងបើកកម៉បហើយយើងឃើញពពុះហើយយើងជោគជ័យបានមួយជំហានហើយអញ្ចឹងខ្ញុំបិទទៅវិញហើយរងចាំតាមដានទាំងអស់គ្នាជាមួយខ្ញុំបាទថ្ងៃនេះខ្ញុំមកបន្តវីដេអូរបស់យើងជាមួយនឹងការប្រកាសទីកម្មយៈខ្ញុំបានបង្ហាញជូនបងប្អូនកាលពីថ្ងៃមុនអញ្ចឹងចង់ដឹងថាត្រីរបស់យើងវាមានពពុះមានពងហើយយើងមកមើលទាំងអស់គ្នាសោះមិញបើកមកគឺមានពពុះច្រើនវ៉ាវបងប្អូនមើលនេះពងពេញនឹងទាំងអស់បងប្អូនអើយពងពិតជាសាហាវពងច្រើនមែនទែនការចំទីកម្មរបស់យើងឲ្យធំនេះគឺមិនអត់ប្រយោជន៍ទេបងប្អូនណាគឺពងច្រើនមែនទែនហើយពងធំនេះមើលនឹងភ្នែកជាក់ស្ដែងមិនដឹងថាពងច្រើនមែនទែនបាទឥឡូវយើងធ្វើការដួសមេចេញព្រោះត្រីរបស់យើងពងអស់ហើយអញ្ចឹងយើងត្រូវការដួសមេចេញហើយមេនេះអស់តោះហើយបងប្អូនហើយបាទឥឡូវនេះគឺត្រីយើងពងច្រើនមែនទែនចឹងបន្ទាប់ពីពងនេះហើយចាំមើលតែវាញាស់ហើយយ៉ាងម៉េចខ្ញុំនឹងបង្ហាញជូនបងប្អូនបន្តទៀតឥឡូវក្របវិញសិនភាសាមេឃវាខ្យល់ខ្លាចលេខពពុះអស់អូយបាទឥឡូវយើងមកធ្វើការបើកមើលត្រីយៈរបស់ខ្ញុំទាំងអស់គ្នាដែលខ្ញុំប្រកាសថ្ងៃមុនបាទតើកូនរបស់វាបានញាស់អស់ហើយនៅរយៈពេលវា4ថ្ងៃហើយបាទឥឡូវនេះគឺសល់ពពុះបន្តិចហើយនេះគឺបាបាទអញ្ចឹងលទ្ធផលគឺត្រីរបស់យើងបានញាស់អស់ហើយបងប្អូននេះបាទហ្នឹងត្រីនៅគៀនហ្នឹងគឺញាស់អស់ហើយមែននេះបាទអញ្ចឹងលទ្ធផលគឺត្រីបានញាស់ហើយញាស់ហ្នឹងច្រើនទៀតបងប្អូននេះគឺនៅជុំវិញហ្នឹងទាំងអស់សុទ្ធតែកូនត្រីនេះខ្ញុំរួមទូរស័ព្ទតិចមើលនេះបងប្អូនណាគឺកូនត្រីហើយកូនត្រីនេះគឺមានទំហំថ្លោះជាងកូនត្រីដែលយើងប្រកាសបាទូចព្រោះបាវាធំអញ្ចឹងកូនត្រីមានទំហំរៀងធំជាងកូនត្រីធម្មតាបន្តិចបាទវាមិនធំជាងខ្លាំងប្រហែលណាធំជាង1មុំអញ្ចឹងគឺយើងអាចដាក់ចំណីបានហើយពួកត្រីរបស់យើងនេះបន្តមកទៀតគឺខ្ញុំធ្វើការដួសបាចេញបាទដួសបាចេញព្រោះបានេះធំបាទធំអញ្ចឹងខ្លាចវាមិនថែកូនវាទៅជាស៊ីកូនវិញយើងមិនទុកចិត្តដែរបងប្អូនណាបាទព្រោះវាធំពេកអញ្ចឹងខ្ញុំសម្រេចចិត្តយកបាចេញបានេះបងប្អូនឃើញស្រាប់ហ្នឹងនេះបាទគឺប្រប៉ិនមេដៃខ្ញុំហើយអញ្ចឹងខ្ញុំធ្វើការទុកថែទាំបានេះសិនពីពេលហ្នឹងទៅគឺខ្ញុំលែងកោបហើយព្រោះកន្លែងនេះវាអត់ត្រូវទឹកភ្លៀងទេតាមខ្ញុំដាក់គឺនៅក្នុងរោងនេះហើយអាចត្រូវពលឺថ្ងៃបានខ្លះបាទពលឺថ្ងៃពីថ្ងៃជេរទៅខាងលិចគឺត្រូវបានពលឺថ្ងៃខ្លះអញ្ចឹងគឺជំនួយដល់កូនត្រីរបស់យើងឲ្យល្អឥឡូវជាក់ស្ដែងកូនត្រីញាស់ឲ្យគឺអញ្ចឹងគឺខ្ញុំចាប់ផ្ដើមដាក់ចៃក្រហមឲ្យស៊ីហើយទំហំកូនត្រីនេះធំគួរសមអាចស៊ីចៃក្រហមបាននេះប្រកាសប៉ុណ្ណឹងគឺរួចរាល់ហើយទំហំធុងនេះគឺធំមួយល្មមបងប្អូនមិនបាច់ផ្លាស់ប្ដូរទឹកក៏បានដែរបងប្អូនអាចចិញ្ចឹមរហូតដល់អាយុ1ខែឲ្យត្រីហ្នឹងធំហ្មងប៉ិនជើងធូបទៅនឹងចាំបងប្អូនផ្លាស់ទឹកក៏បានដែរបាទគឺទំហំនេះអត់ចង្អៀតទេអញ្ចឹងកូនញាស់នេះយើងអាចរក្សានៅនឹងបានរយៈពេលចាប់ពី1ខែឡើងទោះបីកូនត្រីនឹងសល់ច្រើនក៏អត់ចង្អៀតដែរដោយសារទំហំធុងនេះគឺធំគឺខ្ញុំប្រើទំហំធុងស្នោដែលធំបាទពីជិត1ម៉ែត្រទេនេះ
tầng viết chất cả là mét hay bắt đầu với chất mà mét chẳng cứ thôm cô xòm là dương ai để xa câu nơi cái lại này mà khai ban giờ mặt ở trong bạch pha bắt đầu câu nhỏ bàn bị đọc tháng ngày vậy tới dương pha bắt đầu cái lại dương bài thì chẳng cứ bắt tỏ mà dương đã tại chạy tật mà cứ bị xì bà này hay ai bị đột nơi trong lần bàn con thấy là nhỏ hỏi cứ bị hột mà chạy nó không con giờ sơn nơi cái đá này trong video cứ min phần nắng con anh ăn vọt tam cặp cặp vào trong bán cứ cả được trong cái lại vậy nó anh ấy dương mẹp dương mình sợ miền pil để thai vía cứ dương đã thôn từ lưỡi trong máu còn là bồn nhỏ hóa dương đã trên này ở xí chỉ cả sạch vậy bà chẳng ở con này bạn tu sửa ở đây bạn chụp nên được video cái đó cho bạn đọc con